នៅក្នុងរឿងនេះផងដែរខ្ញុំសូមលើកយកតួអង្គឈ្មោះថាលោកពូផលដែលជាពូរបស់ខ្ញុំផ្ទាល់ផងដែរកាលពីរឿងលើកមុនខ្ញុំបានសាកសួរគាត់អំពីរឿងរ៉ាវដែលតាក់ទងជាមួយនឹងសត្វពស់ទ្រុងរនាមតែលើកនេះខ្ញុំសូមលើកយករឿងរ៉ាវដែលតាក់ទងនឹងអមនុស្សវិញម្ដងពាក្យថាខ្មោចឬអមនុស្សបើតាមន័យរបស់ពូផលគាត់បានបកស្រាយយ៉ាងខ្លីថាខ្មោចមិនមានអ្វីគួរឲ្យខ្លាចរអានោះឡើយតែអ្វីដែលគួរឲ្យខ្លាចរអានោះគឺមនុស្សទៅវិញទេបន្ទាប់ពីលើគាត់បរិយាយបែបនេះភ្លាមខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ហើយអ្នកកំពុងស្ដាប់នៅពេលនេះបងប្អូនក៏ប្រហែលជាធ្លាប់ឮដែរហើយចំពោះពាក្យនេះប៉ុន្តែគាត់ថាខ្មោចឬអមនុស្សនេះមានច្រើនប្រភេទច្រើនសន្តានណាស់ខ្មោចខ្លះកាលពីនៅរស់មានជីវិតមានគេរាប់អាននិងស្រឡាញ់ច្រើនក្រោយពេលស្លាប់ទៅពិតពុំសូវជាធ្វើឲ្យគេខ្លាចរអានោះទេតែផ្ទុយមកវិញមានតែគេអាណិតសង្វេគទៅវិញទេតែសម្រាប់ខ្មោចណាដែលការនៅរស់មានគេមិនចូលចិត្តឬក៏ធ្វើឲ្យគេស្អប់ច្រើនខ្មោចនោះរមែងធ្វើឲ្យគេខ្លាចនិងមានអារម្មណ៍ថាអ្នកដែលស្លាប់ចេះតែមកលងបន្លាចឲ្យតែនឹកនាដល់គឺដឹងតែព្រឺរួមតែម្ដងបន្ទាប់មកបានបន្តិចពូផលគាត់ក៏លើកយករឿងមួយនិយាយឲ្យខ្ញុំស្ដាប់តើអ្នកទាំងអស់គ្នាចង់ដឹងដែរឬទេគាត់ថាកាលចំនួនគាត់នៅតូចស្ថិតក្នុងកុមារភាពវ័យខ្ទង់13ទៅ14ឆ្នាំឲ្យតែមានខ្មោចណាស្លាប់នៅក្នុងភូមិម្ដងឲ្យតែពេលយប់ឡើងគាត់មិនហ៊ានសម្រាននៅផ្ទះតែម្នាក់ឯងនោះឡើយអ្វីត្បិតតែនៅកាលនោះឪពុករបស់គាត់ក៏ជាអាចារ្យចាស់ទុំនៅក្នុងភូមិម្នាក់ដែរដូច្នេះគាត់គឺត្រូវសម្រាកនៅផ្ទះសពដើម្បីកំដរគ្រួសារសាច់ញាតិនៃសពចំណែកឯម្ដាយរបស់គាត់ក៏ត្រូវជាសាច់ញាតិឆ្ងាយរបស់គ្រួសារសពផងដែរអាចនិយាយបានថាត្រូវជាបងប្អូនជាទូតមួយជាមួយអ្នកស្លាប់ដោយឡែកពូផលវិញនៅកាលនោះគ្រាន់តែឮឪពុករបស់គាត់និយាយប្រាប់ថាឲ្យគាត់នៅដេកចាំផ្ទះភ្លាមគាត់ឯណោះស្ទើរតែស្ទះខ្យល់យំអណ្ដើតអណ្ដកម្ដងទៅហើយគាត់និយាយថាឲ្យអញដេកតែឯងមិនបើផ្ទះក៏នៅចុងភូមិគេទៀតខាងក្រោយផ្ទះសុទ្ធតែព្រៃខាងត្បូងផ្ទះសុទ្ធតែវាលស្រែហើយឆ្ងាយគេឆ្ងាយឯងដល់ទៅ 4-5 ផ្ទះណាមួយនៅតែឯងផងអាណាមិនខ្លាចនិយាយមកដល់ចំណុចនេះកុំថាឡើយគាត់នៅសម័យនោះសូម្បីតែខ្ញុំដែលនៅក្នុងសម័យទំនើបបច្ចុប្បន្នហើយក្តីក៏ខ្ញុំស្រមៃដល់ហើយក៏មានអារម្មណ៍ព្រឺក្បាលខ្ញាក់ខ្ញាក់ដោយតែគ្នានឹងគាត់បានបន្តទៀតថាខ្មោចដែលស្លាប់នោះគឺមិនមែនជាខ្មោចស្លាប់ធម្មតានោះទេតើអ្នកទាំងអស់គ្នាចង់ដឹងដែរទេថាអ្នកស្លាប់នោះស្លាប់ដោយមូលហេតុអ្វីគាត់ថាខ្មោចនោះស្លាប់ដោយសារតែត្រូវរន្ទះបាញ់ហើយខ្មោចវិញទៀតសោតគឺខ្មៅសពអស់ហើយចង់ដៃចង់ជើងហើយបើក្លិនវិញធំឆ្ងៀមដូចភ្លើងឆេះរួមដៃជើងយ៉ាងអញ្ចឹងគាត់បានបន្តទៀតថានៅចំនួននោះគ្មានភ្លើងអគ្គិសនីខ្វាត់ខ្វែងដូចសម័យឥឡូវទេដោយនៅចំនួននោះគេនិយមប្រើតែភ្លើងចន្លោះនិងចង្កៀងប្រេងកាតក្នុងការអុជបំភ្លឺតែប៉ុណ្ណោះងាកមកនិយាយរឿងខ្មោចដែលគ្របនៅក្នុងក្រណាត់សនេះវិញម្ដងគាត់ថាគ្រាន់តែគាត់ឡើងមកដល់ខាងលើផ្ទះតាមពីក្រោយឪពុកនិងម៉ែរបស់គាត់ភ្លាមគាត់ថាមិនដឹងជាមានឆ្មាសម្បុរ3ចេញមកពីណានោះទេបានមករត់ចេញតាមប្រឡោះជើងរបស់គាត់មកខាងលើផ្ទះខណៈនោះចាស់ក៏បានដេញបង្អើលវាដើម្បីកុំឲ្យវាមកជិតសាកសពខណៈនោះខ្ញុំក៏បានសួរទៅកាន់គាត់ថាឬចុះពួកគាត់ដេញវាដើម្បីអ្វីទៅបើគ្រាន់តែវាឡើងមកលើផ្ទះធម្មតាណាតើអ្នកទាំងអស់គ្នាចង់ដឹងដែរឬទេថាគាត់និយាយថាយ៉ាងម៉េចបន្តទៀតនោះ
គាត់និយាយបន្តមកថាបើតាមអបិយជំនឿខ្មែរពីបរមបុរាណមកគឺស័ក្តិសិទ្ធិណាស់នឹងប្រកាន់ភ្ជាប់នៅច្បាប់ក្បួននិងទំនៀមទម្លាប់ជានិច្ចរឿងពពួកសត្វឆ្មានេះគឺចាស់ពីដើមកាលពីខ្លាំងណាស់និងហាម5ជាដាច់ខាតគឺមិនឲ្យពួកវាមកដើរក្រវ៉ាល់ក្បែរសាកសពដែលបានស្លាប់នោះទេគាត់បានបន្តទៀតថាសត្វឆ្មាគឺជាសត្វដែលមានញាណទី6អាចដឹងរឿងរ៉ាវនិងហេតុការណ៍អ្វីមួយមុនមនុស្សលោកយើងដែលមនុស្សធម្មតាទូទៅមិនអាចមានសមត្ថភាពដឹងទៅបានបើសត្វឆ្មាសម្បុរ3វិញគ្រាន់តែសម្លឹងសត្វកណ្ដុរដោយពុំចាំបាច់ដេញក៏កណ្ដុរនោះអាចជ្រុះធ្លាក់មកខាងក្រោមក្រសែភ្នែកឆ្មាសម្បុរ3ផងដែរត្រង់ចំណុចនេះខ្ញុំមិនហ៊ានអះអាងថាជាការពិតទាំងស្រុងនោះទេជាក់ស្ដែងចំពោះបងប្អូនណាដែលធ្លាប់ចិញ្ចឹមឆ្មាសម្បុរ3ពួកគាត់ច្បាស់ជាដឹងហើយឥឡូវងាកក្រឡេកមកនិយាយអំពីអានុភាពនៃឆ្មាសម្បុរខ្មៅវិញម្ដងនៅពេលដែលគាត់និយាយមកដល់ត្រង់ចំណុចនេះខ្ញុំឯណេះស្ទើរតែព្រឺក្បាលខ្ញាក់ណាមួយយប់ព្រលប់ផងត្រូវមកស្ដាប់រឿងបែបនឹងទៀតគាត់ថានៅពេលដែលអ៊ំចាស់ពួកគាត់ខំវាយដេញបង្អើលឆ្មាខ្មៅមួយក្បាលនោះឲ្យចេញទៅណាឆ្ងាយយ៉ាងណាក្ដីក៏វានៅតែក្រាញននៀលឈប់នៅក្បែរចុងជើងសពនោះមិនព្រមទៅណាសោះគ្រាន់តែគាត់និយាយមកដល់ត្រឹមចំណុចនេះព្រឺសម្បុរបះរោមដៃច្រាងតើបងប្អូនអ្នកកំពុងស្ដាប់ចង់ដឹងដែរទេថាឆ្មាខ្មៅមួយក្បាលនោះវាចេញរឹកពីបែបណាមកកាន់ពួកគាត់គាត់ថាវាមិនបានខ្លាចឬញញើតនឹងការដេញបង្អើលពីសំណាក់ពួកគាត់អ្វីបន្តិចណាឡើយតែផ្ទុយមកវិញឆ្មាខ្មៅនោះវាបែរជាងាកមុខសម្លឹងមកពួកគាត់ដោយបើកភ្នែកក្រឡោតគួរឲ្យខ្លាចទៅវិញមិនតែប៉ុណ្ណោះទេវាថែមទាំងសម្លឹងមើលមកអ៊ំទាំងនោះឥតដាក់ក្រសែភ្នែកបន្តិចណាឡើយហើយសម្លេងរបស់វាទៀតសោតក៏យំបន្លឺសម្លេងអោងប្រៀបដូចជាសម្លេងកូនង៉ែតយំយ៉ាងអញ្ចឹងអាយ៉ូព្រឺក្បាលពូផលបានបន្ថែមទៀតថាទោះបីជាយ៉ាងណាអ៊ំចាស់ទាំងនោះនៅតែវាយបណ្ដេញឆ្មានោះឲ្យរត់ផាសក្រញាំតតែបានព្រោះថាពុករបស់គាត់បានកាច់យកមែករំពាត់ប៉ុនកនដៃកូនក្មេងវាយសំពងមកលើវារត់ឡើងត្រង់កន្ទុយចោះតាមកម្មចន្ទាទៅខាងក្រោមបាត់ស្រមោលទៅនៅពេលដែលគាត់និយាយថាឆ្មាខ្មៅនោះវាបានរត់ទៅឆ្ងាយពីផ្ទះសពទៅហើយខ្ញុំមានអារម្មណ៍ធូរស្បើយជំនួសពួកគាត់បន្តិចដែរបើទោះជាខ្ញុំមិនបានស្ថិតនៅក្នុងហេតុការណ៍នោះក៏ដោយចោះលោកបានបន្តិចក្រោយមកបន្ទាប់ពីជល់កែវទឹកតែគ្នាជាមួយគ្នាបានបន្តិចគាត់ក៏និយាយបន្តទៀតថារឿងនេះនៅពុំទាន់ចប់ទេព្រោះនៅមានរឿងដែលពុំគួរឲ្យជឿហើយខ្លួនគាត់ផ្ទាល់ក៏សឹងតែមិនជឿនៅនឹងភ្នែករបស់គាត់ផងដែរគាត់និយាយថាឆ្មាខ្មៅនោះវាមិនបានចេញទៅណាឆ្ងាយពីផ្ទះសពនឹងទេគឺវាបានឡើងទៅអង្គុយនៅលើចុងមេឃដាំអំបិលហើយការឃើញនេះមានតែគាត់ម្នាក់ឯងតែប៉ុណ្ណោះព្រោះថាគាត់នៅក្មេងហើយភ្នែកមើលឃើញច្បាស់ជាងមនុស្សចាស់ផងដែរគាត់ថាភ្នែកវាឡើងចេញពណ៌ក្រហមទាំងគូសម្លឹងចេញពីចុងមេឃអំបិលក្បែរផ្ទះមកពូផលគាត់ថាកៅភ្នែករបស់វាសម្លឹងមើលមកក្នុងផ្ទះរបស់សពឥតព្រិចភ្នែកក្នុងវិនាទីណាឡើយបើស្លឹកត្រចៀករបស់វាវិញគឺត្រង់ឡើងទៅលើគួរឲ្យខ្លាចគាត់បានបន្តថានៅពេលនោះគាត់មិនបានប្រាប់ទៅឪពុកម្ដាយនិងអ៊ំចាស់ឲ្យពួកគាត់បានដឹងនោះទេណាមួយគាត់ក៏បានគិតថាវាប្រហែលជាមិនហ៊ានឡើងមកខាងលើផ្ទះទៀតទេព្រោះបើសិនជាវាហ៊ានឡើងមកទៀតនោះមុខជាស៊ីរំពាត់របស់ពួកគាត់ម្ដងទៀតជាក់ជាពុំខានឡើយលុះដល់កំឡុងម៉ោង10ទៅ11គាត់ថាខណៈពេលនោះអ៊ំចាស់និងម៉ែពុករបស់គាត់បានសម្រានលងលូអស់ទៅហើយដោយឡែកនៅតែគាត់ម្នាក់ប៉ុណ្ណោះដែលដេកពំលក់ដោយភ្នែករបស់គាត់ចេះតែរំបីសម្លឹងមើលទៅចង់ដាំអំពិលព្រោះគាត់ចង់ដឹងថាឆ្មាខ្មៅមួយក្បាលនោះវានៅអង្គុយសម្លឹងមើលមកក្នុងផ្ទះនឹងទៀតឬអត់
ប៉ុន្តែគាត់ថានៅខណៈពេលដែលគាត់ងាកមើលទៅចង់ដាំអំពិលនោះម្ដងទៀតក៏ស្រាប់តែបាត់ឆ្មានោះសូនឆឹងហើយគាត់ថានៅសុកមិនដឹងជាខ្យល់ធ្លាក់មកពីណានោះទេវាបានបក់មកវឺតចង់ញាស់ផ្ទះទាំងមូលទៅហើយមួយស្របក់ក្រោយមកគាត់ថាស្រាប់តែឆ្មាខ្មៅនោះបានរត់ឡើងមកខាងលើផ្ទះហាដូចជាលោតរំលងពីលើចុងជើងរបស់គាត់សម្ដៅមកក្បែរចុងជើងរបស់សពតែម្ដងបងប្អូនអើយខ្ញុំព្រឺសម្បុរពីក្បាលដល់ខ្នងចុងប៉ុនចុងអេបងប្អូនចង់ដឹងទេថាឆ្មានោះវាមានសភាពបែបណាគាត់និយាយបន្តទៀតថាឆ្មានោះវាស្រែកអោងបងអស់សំឡេងល្វើយហើយភ្នែករបស់វាងើយមើលទៅលើបន្ទាប់មកវាក៏លោតគន្លងលើខ្មោចនោះតែម្ដងបាននិយាយអំពីពូផលវិញនៅពេលនោះគាត់ភ័យស្លន់ស្លោស្រឡាំងកាំងនិយាយមិនចេញឡើយចង់ហៅឪពុកគាត់ឲ្យក្រោកក៏មិនកើតចង់និយាយអ្វីក៏មិនបានបើភ្នែករបស់គាត់វិញគឺមើលទៅខ្មោចដែលកំពុងក្របក្រណាត់សនោះអត់ព្រិចវិនាទីណាទេគាត់ថាឆ្មាខ្មៅនោះលោតគន្លងខ្មោចនោះទៅវិញទៅមក3ដងលាន់ដឹបដោយសំឡេងខ្នើយធ្លាក់ជ្រុះពីលើគ្រែយ៉ាងអញ្ចឹងគាត់បន្តថាគ្រាន់តែលើសំឡេងដឹបដល់ទៅ3ដងភ្លាមលោកតាអាចារ្យនិងចាស់ទុំក៏នាំគ្នាភ្ញាក់ងើបក្រោកឆោឡោតែម្ដងនៅពេលនោះភ្លើងទៀនដែលអុជនៅជុំវិញសាកសពក៏រលត់អស់ហើយលោកតាអាចារ្យក៏ប្រញាប់យកភ្លើងមកអុជបំភ្លឺទៀននោះសាជាថ្មីតើអ្នកទាំងអស់គ្នាដឹងទេថានឹងមានរឿងអ្វីកើតឡើងនៅពេលនោះបើតាមខ្ញុំបានស្ដាប់ទៅវាមិនទំនងគួរឲ្យជឿនោះទេសម្រាប់ខ្ញុំតែបើតាមការស្រមៃទៅដល់រូបភាពវាគួរឲ្យព្រឺសម្បល់ដែរគាត់ថាគ្រាន់តែភ្លើងទៀនបានអុជបំភ្លឺភ្លាមមិនដល់1នាទីស្របូលផងក៏ស្រាប់តែខ្មោចដែលកំពុងដេកងាប់ក្របក្រណាត់សបានក្រោកងើបអង្គុយច្រងាងទាំងកំពុងជាប់ក្រណាត់សហើយដៃរបស់ខ្មោចនោះសរសៃទាញត្រង់មកខាងមុខទាំងពីរក្រោយមកទៀតគាត់ក៏ពុំបានមើលទស្សនភាពខ្មោចនោះបន្តទៀតដែរព្រោះឪពុករបស់គាត់បានរត់មកអោបគាត់និងបានយកដៃខ្ទប់បិទភ្នែករបស់គាត់មិនឲ្យមើលចំណែកឯខ្លួនគាត់ផ្ទាល់ក៏ឆ្ងល់ណាស់ដែរតើហេតុអ្វីទើបបានជាឪពុករបស់គាត់ខ្ទប់ភ្នែករបស់គាត់មិនឲ្យមើលយ៉ាងដូចនេះប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់វិញធ្លាប់ឮម៉ែរបស់ខ្ញុំបាននិយាយប្រាប់ថាចាស់ហាមក្មេងមិនឲ្យមើលមុខខ្មោចចំព្រោះខ្លាចដេកមកមើលយប់បន្ទាប់មកលោកតាអាចារ្យក៏អង្គុយនៅជុំវិញសពនោះនិងសូត្រធម៌អ្វីម្យ៉ាងក៏មិនដឹងលើតែគាត់ថាសូត្រដើម្បីបណ្ដេញវិញ្ញាណអាក្រក់ឲ្យចេញពីរូបរាងកាយរបស់ខ្មោចនោះចាប់តាំងពីពេលនោះមករាល់ខ្មោចដែលបានស្លាប់ទាំងអស់នៅពេលដែលតម្កល់ទុកនៅក្នុងមឈូសឬក៏នៅលើផ្ទះគឺតែងមានចាស់អាចារ្យមកនៅក្បែរដើម្បីការពារបញ្ជាពីសត្វឆ្មាលោតរំលងបង្ការកុំឲ្យមានហានិភ័យ